សូមគោរពនិងជម្រាបសួរលោកស្រីបងប្អូនទាំងអស់គ្នាជាពិសេសអ្នកដែលស្រឡាញ់និងឲ្យតម្លៃលើវប្បធម៌ជំនឿប្រពៃណីរបស់ខ្មែរថ្ងៃនេះយើងនឹងមកជជែកគ្នាអំពីរឿងមួយដែលនៅជិតបង្កើយនឹងជីវិតប្រចាំថ្ងៃរបស់ខ្មែរយើងគឺអ្នកតាតើអ្នកធ្លាប់បានឃើញខ្ទមតូចៗនៅក្រោមដើមឈើធំៗដែលមានចុងក្រណាត់សឬក្រហមទេតើអ្នកធ្លាប់បានឮរឿងនិទានអំពីបារមីអ្នកតាទេទីនោះហើយគឺជាទីសក្ការៈបូជានៃអ្នកតាដែលជាជំនឿដ៏ចាក់ឫសជ្រៅគួរឲ្យចាប់អារម្មណ៍ក្នុងសង្គមខ្មែរយើងគោលបំណងថ្ងៃនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅស្វែងយល់ឲ្យកាន់តែស៊ីជម្រៅអំពីប្រភពប្រវត្តិប្រភេទអ្នកតាពិធីបូជាអត្ថន័យបាយនិងតួនាទីរបស់ជំនឿនេះក្នុងជីវភាពរស់នៅរបស់ប្រជាជនខ្មែរតាំងពីបុរាណរហូតមកដល់បច្ចុប្បន្នប្រភពនិងប្រវត្តិអ្នកតាជំនឿតាំងពីសម័យបុរាណប្រវត្តិយូរលង់ណាស់មកហើយជំនឿអ្នកតាគឺជាជំនឿដើមរបស់ខ្មែរដែលមានតាំងពីសម័យបុរាណប្រវត្តិសាស្ត្រមុនសម័យអង្គរទៅទៀតមុនពេលដែលព្រះពុទ្ធសាសនានិងព្រហ្មញ្ញសាសនាចូលមកដល់មនុស្សបុរាណខ្មែរមានជំនឿថាវត្ថុធម្មជាតិធំៗឬទីកន្លែងពិសិដ្ឋដូចជាដើមឈើធំៗអាយុច្រើនឆ្នាំភ្នំទន្លេស្ទឹងបឹងបួឬថ្មដាធំៗសុទ្ធតែមានបារមីឬវិញ្ញាណសន្ធិដ្ឋនៅការគោរពធម្មជាតិជំនឿនេះកើតចេញពីការរស់នៅជិតស្និទ្ធនឹងធម្មជាតិការពឹងផ្អែកលើធម្មជាតិនិងការគោរពខ្លាចក្រែងចំពោះកម្លាំងអរូបីដែលគ្រប់គ្រងលើជោគវាសនារបស់ពួកគេជឿថាបារមីទាំងនោះអាចផ្ដល់សេចក្តីសុខការពារភូមិស្រុកឬអាចបង្កភ័យប្រសិនបើពួកគេមិនគោរពការវិវត្តបន្តិចម្ដងជំនឿអ្នកតាបានវិវត្តនិងលាយឡំជាមួយឥទ្ធិពលនៃសាសនាផ្សេងៗជាពិសេសព្រហ្មញ្ញសាសនាដែលបានបន្ថែមនូវទម្រង់ពិធីនិងគ្រឿងរណ្ដាប់មួយចំនួនคล้ายជាទម្រង់ជំនឿដែលយើងឃើញសប្តាហ៍ថ្ងៃនេះប្រភេទអ្នកតាទីសក្ការៈនិងរឿងព្រេងអ្នកតាមានច្រើនប្រភេទណាស់តាមតំបន់នីមួយៗអ្នកតាមានឈ្មោះនិងតួនាទីផ្សេងគ្នាជាទូទៅយើងអាចបែងចែកជាអ្នកតាព្រៃភ្លុំថែរក្សាព្រៃឈើសត្វព្រៃនិងការពារអ្នកដែលចូលព្រៃជារឿយៗអ្នកតាប្រភេទនេះមានរឿងព្រេងថាជាមនុស្សខ្លាំងពូកែដែលស្លាប់នៅក្នុងព្រៃអ្នកតាស្រែចម្ការថែរក្សាដំណាំផលហូបខៀវគោក្របីនិងផ្ដល់ទឹកភ្លៀងអ្នកតាទឹកថែរក្សាទន្លេស្ទឹងបឹងបួការពារអ្នកនេសាទនិងអ្នកធ្វើដំណើរតាមផ្លូវទឹកអ្នកតាភូមិឬអ្នកតាឃ្លាំងគឺជាអ្នកតាធំប្រចាំភូមិដែលថែរក្សាសន្តិសុខសេចក្តីសុខរបស់ប្រជាជនក្នុងភូមិទាំងមូលទីសក្ការៈអ្នកតាអាចជាកន្លែងធម្មជាតិដូចជាដើមឈើធំជាពិសេសដើមពោធិ៍ដើមស្រឡៅដើមចំបៃឬសង់ជាខ្ទមតូចៗដែលមានដំបូលប្រក់កលែងឬសង្កសីនៅកណ្ដាលភូមិតាមផ្លូវឬនៅចាយព្រៃគេតែងឃើញមានចុងក្រណាត់សឬក្រហមនៅលើដើមឈើឬនៅជុំវិញខ្ទមរឿងព្រេងអ្នកតាខ្លះក៏មានរឿងព្រេងជាប់ជាមួយដែលតំណាលពីបុព្វបុរសវីរបុរសឬបុគ្គលសំខាន់ដែលបានស្លាប់ទៅហើយវិញ្ញាណបានក្លាយជាអ្នកតារក្សាទីកន្លែងនោះនេះហើយគឺជាអ្វីដែលធ្វើឲ្យជំនឿអ្នកតាកាន់តែមានន័យជ្រាលជ្រៅសម្រាប់សហគមន៍នីមួយៗពិធីបូជាគ្រឿងរណ្ដាប់និងអ្នកកាន់ពិធីពេលវេលាពិធីបូជាអ្នកតាតែងធ្វើឡើងនៅពេលមានការងារសំខាន់ក្នុងភូមិដូចជាមុនពេលភ្ជួររ៉ែដកស្ទូងមុនពេលបុរាណសត្វចូលព្រៃធំមុនពេលធ្វើដំណើរឆ្ងាយឬនៅពេលភូមិមានគ្រោះកាចកើតឡើងពិធីធំប្រចាំឆ្នាំក៏មានធ្វើផងដែរគ្រឿងរណ្ដាប់ខុសពីការថ្វាយព្រះភូមិគ្រឿងរណ្ដាប់អ្នកតាមានលក្ខណៈប្លែកខ្លះតាមប្រភេទអ្នកតានិងតំបន់ធូបទៀនផ្កាភ្ញីជាគ្រឿងចាំបាច់ទូទៅស្លាធម៌បាយសីសម្រាប់ថ្វាយតាមក្បួនបុរាណសត្វពហណៈជួនកាលមានការសែនសត្វពហណៈដូចជាមួនជ្រូកឆៃក្បាលជ្រូកឬជើងជ្រូកកម្រិតទៅតាមប្រភេទអ្នកតានិងលក្ខខណ្ឌរបស់អ្នកភូមិបង្អែមចំណីស្រាមួយចំនួនក៏សែនស្រាដំណាប់ឬនំចំណីផងដែរទឹកអប់ម្សៅសម្រាប់លាបលុនទីសក្ការៈអ្នកកាន់ពិធីភាគច្រើនអ្នកដែលធ្វើពិធីបួងសួងគឺជាចាស់ទុំក្នុងភូមិឬបុគ្គលដែលមានតួនាទីជាគ្រូចៅអធិការឬអ្នកតាគួចគឺជាអ្នកដែលអ្នកតាសន្ធិដ្ឋដែលជាអ្នកដឹកនាំពិធីក្នុងពិធីខ្លះក៏មានការលេងភ្លេងបុរាណដូចជាភ្លេងអារក្សថ្វាយអ្នកតាជាការកម្សាន្តផងដែរអត្ថន័យផ្លូវចិត្តនិងសង្គមក្នុងបរិបទបច្ចុប្បន្នការអប់រំនិងថែរក្សាធម្មជាតិជំនឿអ្នកតាបានបង្រៀនមនុស្សឲ្យចេះគោរពនិងថែរក្សាធម្មជាតិគេមិនហ៊ានកាប់បំផ្លាញព្រៃឈើបុរាណសត្វដោយមិនគិតមុខឬធ្វើបាបសត្វដោយមិនសមហេតុផលព្រោះខ្លាចអ្នកតាដាក់ទោសនេះគឺជាទម្រង់ការអភិរក្សធម្មជាតិតាំងពីបុរាណមកសន្តិសុខផ្លូវចិត្ត
នៅក្នុងជីវភាពរស់នៅប្រជាជនខ្មែរតែងតែបួងសួងសុំពរជ្រៃពីអ្នកតានៅពេលមានជំងឺជួបគ្រោះកាចឬមានវិបត្តិផ្លូវចិត្តនេះផ្ដល់នូវកិច្ចក្តីសង្ឃឹមជំនឿចិត្តនិងការបន្ធូរអារម្មណ៍ភ័យខ្លាចដល់ពួកគេសាមគ្គីភាពនិងអត្តសញ្ញាណពិធីបូជាអ្នកតាតែងធ្វើឡើងជាលក្ខណៈទ្រង់ទ្រាយធំក្នុងភូមិដែលជំរុញឲ្យអ្នកភូមិមានសាមគ្គីភាពជួយគ្នាទៅវិញទៅមកនិងពង្រឹងនូវអត្តសញ្ញាណរួមជាសហគមន៍សូម្បីតែក្នុងសម័យទំនើបក៏ដោយក៏យើងនៅតែឃើញមានការរក្សានូវជំនឿនេះតាមភូមិស្រុកផងដែរសរុបមកហើយអ្នកតាគឺជាផ្នែកមួយដ៏សំខាន់នៃវប្បធម៌ខ្មែរដែលឆ្លុះបញ្ចាំងពីទំនាក់ទំនងជិតស្និទ្ធរវាងមនុស្សធម្មជាតិនិងពិភពអរូបីវាមិនត្រឹមតែជាជំនឿប៉ុណ្ណោះទេប៉ុន្តែជាកញ្ចក់ឆ្លុះបញ្ចាំងពីសីលធម៌សាមគ្គីភាពនិងការអភិរក្សធម្មជាតិរបស់ដូនតាខ្មែរសូមឲ្យយើងទាំងអស់គ្នាបានយល់ច្បាស់ពីតម្លៃនៃជំនឿដូនតានិងចូលរួមថែរក្សាកេរដំណែលដ៏មានតម្លៃនេះតទៅសូមអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដាន